bạn chẳng dương ở chập đàm mà đón tiếp bạn chẳng chia tập bồn đấy cứ ở nhung ở chuyện xua có đôi chuyện đây thì cái này ở niệm đón tiếp chẳng nhưng xong nay nom khuôn sấn nhung mình mua tha ở tito nhưng chỉ group một riêng không vẽ basic web development mùi nè chẳng nhung ở sắc xa rồi American University of Phnom Penh nhung miền AUPP hay nhung riêng khang cho miền khang ở Apple Software hay chẳng ok chẳng dương cho mặc can ở syllabus bộ dương tầm đón tha tập về để dương cho riêng nó cứ ở dương thời gì nó bị cái khác dương chân này pelประมาณ week ក្នុងការរៀនអញ្ចឹងខ្ញុំចង់បញ្ជាក់ម្ដងទៀតអ្នកគ្នាអាច stop ខ្ញុំបានធម្មតាអត់មានលឺសំឡេងរំខានទេបាទលឺសំឡេងចម្រៀងមែនបងលឺខ្លាំងដែរអត់បាទគឺដោយសារតែនៅជុំវិញទាំងគឺគាត់បើកការ៉ាអូខេចឹងបងអញ្ចឹងបើសិនជាមានបញ្ហាទៀតខ្ញុំអាចទៅបរិញ្ញានៅ office វិញថ្ងៃស្អែកបាទអរគុណបាទអរគុណច្រើនអញ្ចឹងមុននឹងចាប់ផ្ដើមខ្ញុំចង់សួរបងដែរថាបងទាំងអស់គ្នាធ្លាប់រៀន web បាយថាធ្លាប់ស្គាល់ពី web development ពីមុនអីមកអត់ចឹងអ្នកទាំងអស់គ្នាសុទ្ធតែបាយថាបាទអញ្ចឹងយើងគឺថ្មីទាំងអស់អត់បានស្គាល់ពី web development អីទេអញ្ចឹងទៅខ្ញុំអាចរៀបចំមេរៀនឬក៏បញ្យល់មេរៀនឲ្យវាបានលម្អិត detail អញ្ចឹងសម្រាប់អ្នកគ្នាអាច follow តាមបាទអរគុណបាទអញ្ចឹងយើងអាចចូលបញ្យល់ syllabus យើងតែម្ដងទៅអញ្ចឹងវគ្គសិក្សារបស់យើងគឺមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ website អញ្ចឹងការសិក្សាមួយនេះគឺយើងមានបំណងគឺយើងចង់ឲ្យអ្នកទាំងអស់គ្នាគឺសម្រាប់ beginner តែម្ដងគឺគាត់បានយល់អំពីការបង្កើត website ពីចំណុច0មកបានន័យថាបង្កើត website from scratch ចំណុចចាប់ដើមតែម្ដងអញ្ចឹងវគ្គសិក្សានេះគឺយើង focus ទៅលើ3 language អញ្ចឹងទី1គឺជា HTML ទី2គឺ CSS ទី3គឺ JavaScript ហើយយើងក៏យល់អំពីអ៊ីនធឺណិតយើងយល់អំពីថាហេតុអីបានជាអ៊ីនធឺណិតបានបង្កើតឡើងហើយយើងយល់អំពី web browser យើងនឹងសិក្សាអំពី HTML ហ្នឹងគឺយើងអាចថាវាជាគ្រោងឆ្អឹងនៃការបង្កើត website ចំណែកឯ CSS បើស្រួលយល់ទៅគឺយើងប្រើ CSS សម្រាប់ style website របស់យើងអញ្ចឹងនៅក្នុង website នីមួយៗគឺវាតែងតែមានគ្រោងឆ្អឹងការ style ហើយក៏ដូចជា JavaScript គឺសម្រាប់ដាក់ជារចនាសម្ព័ន្ធបែបថា interactivity ឲ្យ website របស់យើងគឺវា interactive ជាមួយនឹង client ក៏ដូចផងនឹងដែរគឺយើងនឹងរៀនអំពី Git និង GitHub និយាយទៅ Git និង GitHub នេះអាចស្រួលយល់ទៅវាជា version control សម្រាប់ developer អញ្ចឹងសម្រាប់ការប្រើប្រាស់ Git និង GitHub នេះគឺសម្រាប់ professional working place ហ្មងគឺគេអាសាប្រើ Git និង GitHub ដោយសារតែវាសម្រាប់ store code សម្រាប់ host project របស់គាត់នៅលើ GitHub អញ្ចឹងខ្ញុំនឹងចូលបញ្យល់ GitHub នេះដោយសារយើងនឹងមានមេរៀនក្នុងការបង្រៀន GitHub គ្នាអញ្ចឹងមេរៀនទី1នៅថ្ងៃនេះដែរគឺយើងនឹងរៀនអំពី web development front end និង back end front end ហ្នឹងគឺសម្រាប់ការយើងរៀននេះគឺយើងអាចហៅថាជា front end web development ដោយសារយើងគឺរចនាសម្ព័ន្ធ website ឡើងហើយសម្រាប់ back end នេះគឺទាក់ទងជាមួយនឹងខាង server ហើយយើងនឹងរៀនអំពីការតឡើង software សម្រាប់រៀន Git និង GitHub ហើយនេះគឺជាមេរៀនផ្សេងទៀតដែលយើងនឹងរៀនរយៈពេល35ម៉ោងនេះគឺយើងនឹងរៀនអំពី HTML ដែលយើងរៀនអំពី syntax heading image អញ្ចឹងយើងនឹងបញ្យល់មេរៀនទាំងអស់ហ្នឹងឲ្យបានក្បោះក្បាយមួយហើយយើងនឹងមាន practice exercise មួយចំនួនឬក៏ជារៀងរាល់មេរៀនដើម្បីឲ្យអ្នកគ្នាយល់និងអាចធ្វើបានចឹងនេះគ្រាន់តែជា course syllabus កម្រងក្នុងការបរៀនរបស់ខ្ញុំចឹងចាខ្ញុំ send មេរៀននេះទៅក្នុង Telegram តាមក្រោយហើយនៅពេលចង់ចប់វគ្គនេះគឺយើងនឹងអាចបង្កើតជា
personal project ឬក៏ជា website ផ្ទាល់ខ្លួនរបស់យើងបានដោយ website ហ្នឹងគឺវាអាចមានដំណើរការដោយប្រើ HTML CSS និង JavaScript គឺយើងរៀនអីគឺយើង apply បង្កើត website របស់យើងបានហើយក៏ដូចជាយើងអាចនឹងhost website របស់យើងនៅតាម GitHub ដូចគ្នាដោយសារ GitHub ហ្នឹងគឺជាកន្លែងសម្រាប់ developer ក្នុងការ host website បានន័យថាយើងអាចចង់ទុកវានៅក្នុង local storage របស់យើងទេគឺយើង host នៅលើ website ដើម្បីឲ្យគេអាចចូលមើលបានគេអាចចូលមើលគេអាចចូលបានន័យថាមើលទៅកាន់ website របស់យើងបានអញ្ចឹងអាហ្នឹងគឺប៉ុណ្ណឹងសម្រាប់ course syllabus អូខេអញ្ចឹងយើងនឹងចាប់ផ្ដើមចូលមេរៀនទាំងអស់ទៅអញ្ចឹងឥឡូវបងអត់មានចម្ងល់ឬក៏ឆ្លើយកន្លែងណាទេបាទអញ្ចឹងខ្ញុំបាទអញ្ចឹងចាំខ្ញុំចូលមេរៀនដំបូងតែម្ដងទៅអញ្ចឹងទៅដំបូងគឺខ្ញុំអត់តន់បរៀនពីសរសេរកូដយកហ្មងទេគឺខ្ញុំឲ្យអ្នកទាំងអស់គ្នាដឹងអំពីប្រវត្តិនៃអ៊ីនធឺណិតមួយចំនួនសិនដោយសារតែហ្នឹងវាជា knowledge ដែលយើងគួរដឹងបើជាយើងចង់ចូលទៅខាង technology ជាពិសេសគឺឲ្យតែរៀនពី website គឺយើងគួរតែដឹងអំពីអ៊ីនធឺណិតថាវាណាគេជាអ្នកបង្កើតអ៊ីនធឺណិតហើយតើបង្កើតតាំងពីពេលណាមកអញ្ចឹងអាហ្នឹងគឺជាសិតតែជាចំណុចសំខាន់អញ្ចឹងថ្ងៃហ្នឹងស្វាគមន៍មកកាន់ lesson 1សម្រាប់web development របស់យើងកាន់ថាថ្ងៃហ្នឹងគឺយើងនឹងរៀនអំពី history of internet overview ថា internet យើងតើបានបង្កើតឡើងដោយសារហេតុផលអីវាមានអត្ថប្រយោជន៍អីខ្លះយើងដឹងថា internet គឺវាសំខាន់ណាឥឡូវហ្នឹងសម័យ technology អត់មាន internet គឺសឹងតែធ្វើអត់ចេញហ្មងជាពិសេសគឺ developer តើមាន internet ធ្វើការ research អត់ចេញតែសេក៏អត់ចេញទេ developer គឺ rely on internet ដើម្បី search ក្នុងការបង្កើតអ្វីថ្មីទី2គឺ how to Google អញ្ចឹងយើងដឹងហើយថាយើងទាំងអស់គ្នាស្ដាប់ចេះ Google ណាក៏ប៉ុន្តែសម្រាប់ developer គឺគេមានរបៀបថាជា Google ផ្សេងដែលវាបែរថាវាមានប្រសិទ្ធភាពជាងវាលឿនជាងហើយទី2គឺ editor នេះគឺគេនិយាយអំពី software ដែលយើងប្រើសម្រាប់សរសេរ web development ហ្នឹងហើយអានេះគឺ browser ហ្នឹងគឺដូច Google Chrome ដូចជា Brave ដូចជា Firefox អីគឺគេ consider as browser ហើយយើងប្រើសម្រាប់search រក website អញ្ចឹងទី5យើងចូល web development យើងរៀនអំពី front end ក៏ដូចជា back end យើងក៏យល់អំពី concept ទេហេតុអីបានជាគេមាន front end ហើយបានជាមាន back end ហើយពីហ្នឹងវាមានតួនាទីខុសគ្នាមិនអញ្ចឹងអូខេកុំឲ្យខាតពេលវាយើងចូលទៅកាន់ internet មកអញ្ចឹង internet របស់យើងបែរថាវាភ្ជាប់ network បែរថាវាកែប្រែអ្វីដែលយើងនិយាយធ្វើការឥឡូវហ្នឹងប៉ុន្តែ internet ហ្នឹងពីមុនវាអត់ដែរអញ្ចឹងទេ internet ពីមុនគឺបើសិនជាយើងបែរថាចង់ store ព័ត៌មានអីមួយគឺនៅក្នុងឆ្នាំ1960ហ្នឹងគឺគេមានជាកុងទ័រមួយហ្នឹងគឺក្នុងពេលដែលយើងចង់ store internet ណាមួយវាពិបាកដោយសារអីអាកុងទ័រហ្នឹងវាធំវាថ្លៃហើយវាដាក់បានតែនៅមួយកន្លែងទេអញ្ចឹង information ដែលស្ថិតនៅក្នុងកុងទ័រហ្នឹងបើចង់យកមកប្រើបានន័យថាត្រូវយកកុងទ័រទៅតាមអញ្ចឹងបានថាវាពិបាកអញ្ចឹងអាកំណត់ក្នុងការបង្កើតអ៊ីនធឺណិតហ្នឹងគឺគេចាប់ផ្ដើមឡើងតាំងពីឆ្នាំ1960ដោយសារ researcher ហ្នឹងគឺគាត់ចង់បែរថាចែករំលែកព័ត៌មានក៏ប៉ុន្តែវាពិបាកដោយសារតែអាកុងទ័រជំនាន់ដើមហ្នឹងគឺវាធំវាពិបាកយកតាមខ្លួនអញ្ចឹងទៅបានជាមានកំណត់បង្កើតអ៊ីនធឺណិតហ្នឹងឡើងហើយអាហេតុផលម្យ៉ាងទៀតដែលជាមូលហេតុសម្រាប់ការបង្កើតអ៊ីនធឺណិតដែរគឺដោយសារតែសម័យកាលនោះគឺសម័យកាលសង្គ្រាមត្រជាក់រវាងអាមេរិកក៏ដូចជារុស្ស៊ីអូខេអញ្ចឹងនេះបញ្យល់បន្ថែមអញ្ចឹងដោយសារតែពេលហ្នឹងពិភពលោករបស់យើងគឺនៅស្ថិតក្នុងសង្គ្រាមត្រជាក់រវាងរុស្ស៊ីក៏ដូចជាអាមេរិកបែរថាគេតេស្តបច្ចេកវិទ្យាគ្នាគេអួតទៅលើបែរថាអាវុធទំនើប technology ទំនើបអញ្ចឹងក្នុងអំឡុងពេលហ្នឹងដែរខាង Soviet Union ឬក៏ហៅថារុស្ស៊ីឥឡូវហ្នឹងគេបានហោះអា satellite បែរថាអា Sputnik ហ្នឹងទៅលើ Sputnik បែរថាជា launch អា satellite ហ្នឹងបែរថា outer space អញ្ចឹងដល់ពេលហ្នឹងមកខាង government របស់អាមេរិកហ្នឹងគេចាប់ផ្ដើមភ័យខ្លួនបើសិនជាមានសង្គ្រាមមែនហើយខាងរុស្ស៊ី
បច្ចេកវិទ្យាទំនើបហ្នឹងអាចបំផ្លាញការទំនាក់ទំនងរបស់យើងបានតែយើងអាចបែរថា share ព័ត៌មានឲ្យយ៉ាងនេះទៅអញ្ចឹងមូលហេតុហ្នឹងហើយបានជាខាង US Department of Defense ក្រសួងការពារជាតិរបស់អាមេរិកហ្នឹងគឺគេបានបង្កើត ARPANET ហ្នឹងគឺវាជា network មួយដែលវាបង្កើតឡើងក្នុងការ connect counter ទៅតាមបែរថាទៅតាមសាកលវិទ្យាល័យក៏ research center ដើម្បីអីគេបែបពួកគេបាន share ព័ត៌មានគ្នាចឹងមកថាទោះបីជាមានការទោះបីជាសង្គ្រាមបាត់បំផ្លាញទៅលើcommunication system ក៏ដោយក៏យើងនៅមានបែរថាព័ត៌មានស្តុកទុកនៅកន្លែងផ្សេងៗទៀតអញ្ចឹងទៅហើយទោះបីជាកុងទ័រមួយត្រូវបានកំទេចឡើងអាព័ត៌មានហ្នឹងគឺនៅតែបែរថា store នៅកុងទ័របែរថាផ្សេងៗទៀតដែលថាយើងបានបង្កើតឡើងនៅ network អញ្ចឹងអាហ្នឹងវាជា first network ដែលវាដំណើរការដូចអ៊ីនធឺណិតយើងរងថ្ងៃអញ្ចឹងអូខេអញ្ចឹងអ្នកគ្នាអាចតន់នៅអ្វីដែលខ្ញុំនិយាយអត់អូខេបាទអញ្ចឹងកំណត់នៃការបង្កើតអ៊ីនធឺណិតហ្នឹងគឺវាបានចាប់ផ្ដើមនៅឆ្នាំ1983ហ្នឹងគឺអ៊ីនធឺណិតហ្នឹងបែរថាវាត្រូវបានបង្កើតឡើងដោយវាបែរថាវា implement នៅអា logic មួយគេហៅថា TCP និង IP នេះអញ្ចឹងបែរថាវាជា communication role មួយដែលអាចឲ្យអ៊ីនធឺណិតហ្នឹងបែរថានៅម្ដុំផ្សេងៗគ្នាគឺវាចូលគ្នាវា share ព័ត៌មានឲ្យគ្នាបានទៅវិញទៅមកអញ្ចឹងនៅពេលហ្នឹងមកអ៊ីនធឺណិតត្រូវបានបង្កើតឡើងអញ្ចឹងបានគេហៅថា the birth of internet ដោយសារតែអា protocol TCP ឬក៏ IP នេះវាអនុញ្ញាតឲ្យកុងទ័របែរថាវាធ្វើការទំនាក់ទំនងធ្វើការបែរថាចែករំលែកព័ត៌មានពីកុងទ័រមួយទៅកុងទ័រមួយទៀតបើមិនជាយើងអត់ប្រើអា TCP ឬ IP ហ្នឹងទេកុងទ័រហ្នឹងវាអាចចែករំលែកព័ត៌មានគ្នានៅក្នុង network តែមួយទេក៏ប៉ុន្តែដោយសារតែយើងចង់ផ្ដល់ព័ត៌មានទៅកាន់ network ផ្សេងទៀតទៅកាន់តំបន់ផ្សេងទៀតអញ្ចឹងគេនឹងត្រូវការភ្ជាប់ TCP ឬ IP ហ្នឹងដើម្បី share ព័ត៌មានគ្នាទៅវិញទៅមកអញ្ចឹងអ៊ីនធឺណិតអត់ត្រូវបានបង្កើតឡើងនៅក្នុងបែរក្នុងតែមួយថ្ងៃទេគឺវាបែរថាវា evolve បែរថាវាចាប់ផ្ដើមតាំងពីបែរថាតាំងពីសង្គ្រាមត្រជាក់មកពីបែរថា military ហើយក៏ដូចជាការ academic need របស់ researcher ហ្នឹងគឺគាត់ចង់បែរថាចែករំលែកព័ត៌មានគ្នាទើបមានកំណត់ឲ្យមានការបង្កើតអ៊ីនធឺណិតហ្នឹងមកចឹងអាហ្នឹងវាជាកំណត់នៃការបង្កើតអ៊ីនធឺណិតហើយយើងក៏មានអ៊ីនធឺណិតដែលយើងប្រើដល់សប្តាហ៍ថ្ងៃហ្នឹងមកហើយអ៊ីនធឺណិតរបស់យើងគឺអ្នកគ្នាដឹងហើយគឺអ៊ីនធឺណិតរបស់យើងគឺវាតនៅតាមវាតបែរថាជាfiber optic នៅតាម ocean ពីមួយ continent ទៅមួយ continent អញ្ចឹងអា cable ទាំងអស់ហ្នឹងគឺបែរថានៅក្នុងអា cable ហ្នឹងគឺវាជា glass fiber ដែលគេវាមាន data ហ្នឹងវាធ្វើដំណើរមានលក្ខណៈជាពន្លឺបែរថាល្បឿនវាគឺដូចជាមានល្បឿននៃពន្លឺអញ្ចឹងឧទាហរណ៍នៅពេលណាដែលយើងចូលទៅកាន់ website មិនថា website ណាទេយើងចូលទៅកាន់ website គឺយើង click ទៅកាន់ website ហ្នឹងគឺវា send បែរថា request ពីកន្លែងយើងរត់ទៅតាមអ៊ីនធឺណិតរត់ទៅតាមយើងទៅ server ផ្សេងទៀតហើយរត់មកវិញបែរថារត់ទៅកាន់ពី server កុងទ័ររបស់យើងទៅកាន់server កុងទ័រផ្សេងទៀតដែលផ្ទុក website មួយហ្នឹងទើបបង្កើតឲ្យមានជាអ៊ីនធឺណិតហ្នឹងឡើងអញ្ចឹងអ្នកគ្នាអាចអូខេយើងតេស្ត website មើល AWP អញ្ចឹងទៅអានេះគឺសឹងតែជា request ដែលយើងបាន request ទៅកាន់Chrome ឬ browser របស់យើងអញ្ចឹងអាបែរថានៅពេលយើង click នេះគឺវាធ្វើដំណើរ less than millisecond បែរថាអត់ដល់មួយវិនាទីគឺវាតិចខ្លាំងមែនទែនគឺ send ពីបែរថាកុងទ័ររបស់យើងទៅកាន់ server នៃកុងទ័រមួយទៀតហើយកុងទ័រមួយទៀតបានផ្ញើព័ត៌មានហ្នឹងពី server ហ្នឹងមកកាន់យើងវិញបែរថាទៅវិញទៅមកហ្នឹងក្នុងរយៈពេល in millisecond អូខេខ្ញុំគិតថាខ្ញុំអត់បញ្យល់លឿនពេកទេខ្ញុំគិតថាអ្នកអាចចាប់បានអូខេអញ្ចឹងនៅក្នុងឆ្នាំ1999 World Wide Web ហ្នឹងគឺត្រូវបានបង្កើតឡើងដោយលោក Tim Berners-Lee អញ្ចឹង World Wide Web ហ្នឹង
nó bây giờ dương ở này tha trong sàn link tên muối dân tay tạc khơi nha ui thó những chỗ mới cứ cái tay tầm miền nơi kế ở www nó về một www nó về một chắc là nó cứ chỉ cầm nét muối để kê ban bằng cả láng đại lục ở Tim Berners-Lee khơi thế ta đang bây giờ dương ở copy hay send tới căn link tới tam telegram ấy video chỉ www nó bị một chân chẳng có bằng cả láng nó cứ làm bay kia cứ làm bay oi ở bài tháp shareព័ត៌មានរវាង researcher ក៏ដូចជាតាមសាកលវិទ្យាល័យបកទេក្នុងម្ដងគឺចែកម្លែកព័ត៌មានគ្នាក៏ប៉ុន្តែឥឡូវហ្នឹងweb ហ្នឹងគឺបានអភិវឌ្ឍមកដល់ឥឡូវដែលយើងនៅក្នុងក្រុម browser ហ្នឹងគឺយើងមាន website បែរថារាប់ម្ដងហើយ website ដែលបង្កើតដំបូងនៅក្នុង web ហ្នឹងគឺគេហៅថាជា static website ហ្នឹងគឺបើឲ្យស្រួលយល់ទៅវាបង្កើតឡើងដោយ HTML និង CSS ដែលវាបែរថាវាមាន interactivity ទេនៅពេលដែលយើងចុចទៅលើ website ហ្នឹងយើងបានតែអូសទៅលើអូសទៅក្រោមអញ្ចឹងទេយើងចង់ចុចរបៀបចេះវាអត់មាន interactivity ឲ្យយើងមើលទេនៅពេលដែលយើងចង់ apply interactivity បែបនេះគឺយើង apply JavaScript តែបើគ្រាន់ថាយើងគ្រាន់តែមើលអូសមើល website ពីលើទៅក្រោមពីក្រោមទៅលើយើងអាចមើលបានក៏ប៉ុន្តែវាមានរូបភាពឲ្យយើងមើលមែនក៏ប៉ុន្តែយើងចុចឲ្យអត់បានទេយើងចុចទៅនេះក៏វាអត់ load ទៅដែរដោយសារវាអត់មាន interactivity ទេអញ្ចឹងអាហ្នឹងវាជា concept នៃ website ដែលបានបង្កើតដំបូងអញ្ចឹងនៅពេលយើងចុចហើយ we click we load ជា function អីផ្សេងអាហ្នឹងគឺយើងប្រើ function ដែលយើងបានបង្កើតឡើងឬយើងប្រើ JavaScript បែរថា we add interactivity និយាយទៅគឺបែបហ្នឹងអូខេអញ្ចឹងយើងចូលមករៀនបន្តទៀតបន្ទាប់មកនៅក្នុងអំឡុងឆ្នាំ2000ហ្នឹងsocial media ហ្នឹងគឺវាចាប់ផ្ដើម emerge ឡើងវាចាប់ផ្ដើមមានបដាហើយយើងក៏ចាប់ផ្ដើមចេះប្រើអ៊ីនធឺណិតក្នុងការចូលមើលទៅកាន់ social media ដូចជា Facebook ដូចជា YouTube អីបានន័យថាវា change វាបានផ្លាស់ប្ដូរវិធីដែលយើងរស់នៅមួយកម្រិតនៅក្នុងអំឡុងឆ្នាំ2001ហ្នឹងហើយឥឡូវហ្នឹងគឺអ៊ីនធឺណិតរបស់យើងគឺសំខាន់ណាគឺអត់អ៊ីនធឺណិតគឺអត់បានទេអត់អ៊ីនធឺណិតគឺពិបាកសម្រាប់ក្នុងការមើលព័ត៌មានក្នុងការធ្វើអីផ្សេងខ្លាំងមែនទែនអញ្ចឹងតាំងពីឆ្នាំអញ្ចឹងពី late ឆ្នាំ1990ដល់អំឡុងឆ្នាំ2000ហ្នឹងគឺគេមានបង្កើតជាយើងមានជា website មានដូចជា online shopping ដូចជា Amazon ដូចជា eBay យើងមានជា search engine ដូច Google ហ្នឹងគឺយើងហៅវាថាជា search engine ហើយយើងអាចមានដូចជាtool ដែលយើងក្នុងការទំនាក់ទំនងគ្នាជា email ដូចជាអីផ្សេងទៀតគឺគេបានបង្កើតឡើងនៅអំឡុងឆ្នាំ2000ហ្នឹងពេលហ្នឹងគឺយើងចាប់ផ្ដើមមានsocial media ដែលយើងស្គាល់ដល់ឥឡូវហ្នឹងហើយបន្ទាប់មកនៅក្នុងអំឡុងឆ្នាំ2010ជាហ្នឹងគឺ mobile ទូរស័ព្ទក៏ដូចជា IoT ឲ្យស្រួលយកទៅវាជាឧទាហរណ៍នៅពេលដែលគ្នាចូលទៅកាន់ Ion Mall ហើយនៅពេលយើងដើរចិត្តទ្វារទៅវា open តែខ្លួនឯងអញ្ចឹងអាហ្នឹងយើង consider វា as IoT ដោយសារតែវាប្រើ sensor នៅពេលយើងដើរចិត្តទៅវាបើកទ្វារខ្លួនឯងអញ្ចឹងវាមានជា shift នៃរបៀបដែលយើងប្រើអ៊ីនធឺណិតដែរដោយសារពេលហ្នឹង smartphone របស់យើងកាន់តែបែរថាយើងកាន់តែមានប្រើ smartphone កាន់តែប្រើច្រើនយើងចាប់ផ្ដើមប្រើ social media យើងកាន់តែមានចំណាប់អារម្មណ៍ទៅកាន់ការប្រើប្រាស់អ៊ីនធឺណិតច្រើនជាងហើយដូចគ្នាបែរថា platform ដូចជា Facebook Instagram YouTube ហ្នឹងគឺចាប់ផ្ដើមបែរថាជា central of our daily life ហើយគឺវាស្ថិតនៅជុំវិញយើងគឺយើងរស់នៅដោយនៅជុំវិញ social media ទាំងអស់ហ្នឹងអូខេបន្ទាប់មកដល់សម័យបច្ចុប្បន្ននេះគឺបច្ចេកវិទ្យារបស់យើងគឺវាកាន់តែអភិវឌ្ឍកាន់តែលឿនវាកាន់តែជឿនលឿនជាងមុនដោយសារឥឡូវហ្នឹងគឺយើងមានអ៊ីនធឺណិតរហូតដល់ 5G ហើយយើងមានជា implementation នៃ AI ទៀត AI ឥឡូវគឺបែរថាមានអភិវឌ្ឍលឿនមែនតើដោយសារតែឥឡូវយើងមានជា AI ក្នុងការបង្កើតជាវីដេអូផ្សេងហើយ AI ខ្លះគឺវា accurate មែនតើវីដេអូហ្នឹងគឺសឹងតែដូចរូបរាងគឺសឹងតែដូចមនុស្សយើងមែនតើហ្នឹងចាំមកថាបច្ចេកវិទ្យាយើងគឺមានការអភិវឌ្ឍលឿនមែនតើជាមូលហេតុហ្នឹងដែរបើសិនជាយើងដឹងអំពីបច្ចេកវិទ្យាទាំងអស់ហ្នឹងយើងអាចប្រើប្រាស់បច្ចេកវិទ្យាទាំងអស់ហ្នឹងបានគឺយើង
នៅពេលយើងអាចប្រើប្រាស់បច្ចេកវិទ្យាអនឡាញគឺយើងអាចវា change the way that we live យើងអាចអញ្ចឹងនៅក្នុងម្ដងឆ្នាំហ្នឹងគឺយើងមានជា 5G ហើយយើងមានជា grow នៃ cloud computing ក៏ដូចជា AI អ្នកគ្នាដែលប្រើជា Google Doc Google Doc ឬក៏ជាGoogle Drive ឬក៏ Google Meet ឥឡូវដែលអ្វីដែលយើងប្រើហ្នឹងគឺយើងហៅវាថាជា cloud ដោយសារអីទាំងអស់ហ្នឹងគឺអូខេនិយាយឲ្យរួមទៅ cloud ហ្នឹងវាថាព័ត៌មានរបស់យើងគឺយើងអត់ store នៅក្នុង storage នៅក្នុង computer របស់យើងទេយើង store នៅក្នុង cloud ហ្នឹងវាថាយើងជាការដែលយើង store ព័ត៌មានផ្សេងៗនៅលើ cloud ដែល cloud ហ្នឹងវាមានជា special server ផ្សេងទៀតឲ្យយើងបានថាទោះបីជាយើងបាត់ file ឬក៏ទោះបីជាយើងលុប file ចោលនៅក្នុង local របស់យើងក៏ដោយឲ្យតែយើងបាន store នៅក្នុង cloud គឺវាអត់បាត់ទៅណាទេគឺវាស្ថិតនៅក្នុង cloud ហ្នឹងហើយ concept នៃការប្រើប្រាស់ cloud computing ហ្នឹងគឺដូចជាការដែលយើងប្រើ Google Meet ហ្នឹង Google Meet ហ្នឹង Google គឺវាប្រើ cloud ក្នុងការ host ហើយបន្តមក Google Meet ឬក៏ជា Google Doc ហ្នឹងអាហ្នឹងគឺសឹងតែជា cloud concept នៃ cloud computing ទេចាំមិនថាបើសិនជាយើងចង់បានថាអត់ចង់ store អីក៏ដោយ data របស់យើង storage ព័ត៌មានផ្សេងៗនៅក្នុង local របស់យើងទេបើសិនជាវា full យើងអាច store វានៅលើ cloud បាន cloud អីផ្សេងៗដូចជា Outlook ដូចជាMicrosoft 365ហ្នឹងអាហ្នឹងគឺសិតសឹងតែជា cloud ដែលយើងប្រើប្រាស់ទៅលើsoftware cloud software អញ្ចឹងទៅអូខេអញ្ចឹងអូខេexpansion of smart devices ទូរស័ព្ទទំនើបកាន់តែមានឡើង IoT concept ដែលទំនើបគឺកាន់តែមានឡើងនៅក្នុងសម័យឥឡូវហ្នឹងហើយមួយទៀតគឺ concept of cyber security អញ្ចឹងអ្នកគ្នាដឹង cyber security ហ្នឹងអីដែរអត់បាទអញ្ចឹងបាទនិយាយទៅcyber security cloud computing ហើយជាមួយ software development ហ្នឹងគឺជា3មុខជំនាញមួយដែលពេញនិយមមែនតើសម្រាប់ការសិក្សា IT ហ្នឹងហើយនិយាយរួមទៅ cyber security ហ្នឹងគឺយើងរៀនដើម្បីការពារ computer របស់យើងការពារ network របស់យើងហើយក៏ដូចជា data របស់យើងពី digital attack ហ្នឹងការដែលគេវាលុកមកពីខាងក្រៅយើងការពារពីអីគេការពារពី hacker ការពារពី virus ការពារពី online scam អីផ្សេងៗអញ្ចឹងជំនាញ cloud computing software development ក៏ដូចជា cyber security នេះគឺឥឡូវហ្នឹងគឺចាំបាច់មែនតើនៅក្នុងស្រុកខ្មែរយើងដោយសារតែវាត្រូវការអ្នកដែលមានបែរថាយើងមានចំណេះដឹងខាងហ្នឹងទៅគឺគេតម្រូវការច្រើនអញ្ចឹង cyber security ហ្នឹងគឺវាសំខាន់ដោយសារវាតកតងទៅនឹងអីគេវាតកតងទៅនឹង personal data របស់យើងដូចជា password ដូចជា hook thought ដូចជា bank detail ហ្នឹងយើងត្រូវការតែការពារទៅហើយដូចជា information ដែលយើង store នៅតាមសាលានៅតាម hospital ឬក៏ government អីគឺយើងត្រូវការ secure system មួយដើម្បី store ព័ត៌មានទាំងអស់ហ្នឹងដើម្បីកុំឲ្យមានការ attack ពីខាងក្រៅអញ្ចឹងការ attack ពី cyber security ហ្នឹងវាមានអីគេខ្លះវាមានដូចជាការ attack ពី hacker គេ break ទៅកាន់ email account របស់យើងគេ hack ទៅកាន់ account របស់យើងគេយកព័ត៌មានរបស់យើងបានអញ្ចឹងយើងត្រូវការ cyber security ដើម្បីការពារដូចជា malware ដូចជា phishing វាថាជា fake message ដែលគេប្រើដើម្បីបោកយើងដូចជា hook ដែលគេប្រើដើម្បីបោកយើងដើម្បីបែរថាជា fake email បង្កើតឡើងដើម្បីបោកយើងឲ្យយើងបំពេញព័ត៌មានណាមួយពេលយើងបំពេញព័ត៌មានហ្នឹងទៅគេទទួលបានព័ត៌មានរបស់យើងគេ hack ទៅកាន់ទៅចូល account របស់យើងបានហើយអីផ្សេងទៀតនិយាយស្រួលយល់ទៅ cloud computing គឺយើងប្រើដើម្បី online storage ក៏ដូចជាប្រើ service នៅលើ cloud ហើយសម្រាប់ cyber security ហ្នឹងគឺសម្រាប់ការពារព័ត៌មានរបស់យើងពី digital threat ដូចជា hacker ពី online scam អីផ្សេងៗចឹងទៅអាហ្នឹងគឺជាអ្វីដែលយើងយល់គឺវាអញ្ចឹងអូខេអាហ្នឹងគឺជា concept សម្រាប់ internet អញ្ចឹងអ្នកគ្នាមានចម្ងល់ឆ្ងល់កន្លែងណាអត់ដោយសារតែឥឡូវនេះយើងគាត់តែរៀន concept ឲ្យបានយល់អំពី internet ក៏ដូចជា technology sector របស់យើងឲ្យបានច្រើនហើយចាំយើងចូល set up tool របស់យើងអញ្ចឹងខ្ញុំបញ្យល់ប៉ុណ្នេះតន់យល់ទាំងអស់គ្នា
bà up chẳng chẳng chăm dương ở châu ở trong một to từ chẳng đối từ đại nhân là chạy chẳng cho mình tiếp bí cái dương riêng làm vì Google how to Google chẳng nhập đấy sẽ sang tại check Google đấy dương khỏi tại châu tới căn Google ở tới căn browser ở chụp mấy xem nhưng Google đấy các bạn này còn một cái này cái chữ vị thi sai một vị thi sai cái vị thi sai đồng bây ở dương câu cá là ở ban ở viết accurate khi anh tụi tôi chắp ban là tập họ chuyên môn ưu thì khó cứ xem developer bởi dưới dân thời tại cha cứ có lại ban là ồ tại sao ấy cái hiện web development KTC code KPK software SMC cứ dương ở thời ca trăm thì cứ dương thời tại cha cứ có lại ban cho nào tại sao ấy dương ai trăm tầng oi concept nơi không software development lên coding language programming language nó cứ biết chán nè dương trăm bạn oi thì chẳng dương thời cha Google thôi dương chua bánh hà dương trong bạc ca function đậm bay thua ấy muối dương ở đăng tha dương thật c mấy dương ở đăng tha dương thật chấp đăng vì ná dương ai Google bán tha cái c mấy dương anh mơ cùng rủ code bậc kê bán hay dương ai riêng thật c tam kê bán chắc là nó bây giờ dương tra Google cho bác tới cái chui dương lại tầm bay họ answer bởi dương thì biết ban căn tài lươn với căn tài miên và sự tập hiệp trong môn này chẳng ca Google thì muối nó cứ dương phở quotation mark chẳng quotation mark ấy cứ biểu tha dương biểu chuyện tha dương trong ban tà content đó này và content đại biểu ăn bẹp con mồi nắng cứ cũng đã cho ngoài sọ chẳng ấy ban chỉ dương bài thay ôi khó dương trong ở search trong phí web basic development ok ởนี้nó về để dương Google offer quotation mark hai ok hai bữa sinh chỉ dương Google offer quotation mark cứ việc tranh là tập hóa cứ bài theo việc cùng rùm bài theo việc do tàn để relevant tại trong trường mùi năng basic web development năng thì việc đã content đã involve trường mùi năng thì chắc là nó cái chi về thi xa muối nó không hay Google đấy cứ dân phở chỉ quotation mark nhà không cho đạo nó không năng ok chẳng về thi phí cứ dân ở và chạy site ban này tha nó về dân của có ở trong ban source rồi có site đây copy source mới năng tế đâm bay cầm ao bia bài tha load website ở trang bị source xem kia dương ở trong ban bị source nào môi đầy dương bài trong ban tạp biển năng tế ui thì khó dương trong hiện HTML bị site YouTube chẳng content là load máu cứ load máu tại YouTube thì load ở site xem trên máu tế chẳng ui thì khó dương trong này dương trong search ấy của bạn này CSS site YouTube rồi có xem bán ra những ưu tiên YouTube chứ cứ reload tài content từ YouTube ở dương thì cứ chẳng ca ở research ở ca search bạn nó cứ việc lọ đấy để sao bởi sao dương miền ở site nào để dương cất theo dương chưa chắc hay việc lọ vì bắt lốt nhưng khi ai ở chỗ search tam thằng bạn cho nên cái chữ content là ta ở website để dương màn search chẳng chắc là nó cứ nơi để dương phở ở site ok chẳng tí phí cứ dương phở xì nhà đọ này chẳng xì nhà đọ này cứ dương trong phép của gõ tha ai lục bắt là tập Paul na đại viên miên tục chỉ mùi nắng bài này tha nhạc đó hát sổ ui thô Python tutorial ấy dương trong search của Python tại dương ở trong hiện bị tutorial tê chứ mai thay những đoạn tutorial trên để sao ấy ui thô bởi vì dương ở tutorial lại này dương ở nhạc đó dương search của Python cái video rồi bây giờ cái lô chỉ Python tutorial video chỉ introduction to Python ăn được gì chẳng dương ở trong ban chỉ tutorial tê dương ở trong mơ là việc beginner thì dương trong là việc tha dương trong search content nó ở việc cho bạn muốn dương anh đã độ tutorial độ nó cứ dương trong ở trong oi website để load máu nó nguyên miền thao tutorial nó trong năng thìคือở miền thao tutorial thì cứ strategy advanced concept tặng ở
បាទអញ្ចឹងយើងតទៅទៀតអញ្ចឹងទី2គឺទី3គឺរបៀប search មួយទៀតគឺយើងប្រើ or អញ្ចឹង or ហ្នឹងបានន័យថាអូខេយើងបើយើងចង់ search ឧទាហរណ៍ឡើងនេះយើង Python យើង search រក method ឬក៏ function បានថាអាមួយហ្នឹងយើងវាចេញមួយណាក៏បានដែរវាអត់ចេញមួយណាក៏បានវាចេញមួយណាក៏បានដោយសារតែយើងប្រើ or តែបើ n គឺបានន័យថាវាត្រូវការមានទាំងពីរវាមានទាំង method វាមានទាំង Python អូខេអញ្ចឹងចាំខ្ញុំអាចឧទាហរណ៍ដល់គ្នាមើល Python យើងប្រើ method or function អញ្ចឹងអាហ្នឹង content website ដែលវា load មកហ្នឹងក្នុងចំណោម method និង function ហ្នឹង load មួយណាមកក៏បានដែរអូខេអញ្ចឹងអាហ្នឹងគឺវិធីក្នុងការប្រើប្រាស់ or ចឹងបន្ទាប់មកអានេះគឺជាវិធីសាស្ត្រក្នុងការ search ដែរយើងប្រើជា asterisk អញ្ចឹង asterisk ហ្នឹងប្រើមិនអញ្ចឹងឧទាហរណ៍បើសិនជាយើងមាន content មួយឧទាហរណ៍ bus ហើយយើងប្រើជា asterisk for student អញ្ចឹងអ្នកគ្នាគិតថាវាអាច download អីមកអញ្ចឹងសម្រាប់កន្លែងហ្នឹងការប្រើ asterisk ហ្នឹងវាយើងឲ្យបែរថាយើងឲ្យ Google ហ្នឹងវាជួយបំពេញពាក្យឲ្យយើងបានអញ្ចឹង best for student តើវាអាចចេញខ្លះវាអាចចេញជា best phone for student best laptop for student ឬក៏ជា best book for student អញ្ចឹងមកថា Google ហ្នឹងវាបំពេញកន្លែងហ្នឹងឲ្យនៅពេលណាដែលយើងប្រើជា asterisk ឧទាហរណ៍ ហេ best app for student ដោយសារតែគេយើងប្រើកន្លែង asterisk នេះអញ្ចឹងមកថាយើងឲ្យវាបំពេញឲ្យយើង best student laptop អូខេអញ្ចឹងអាហ្នឹងវាជាវិធីបែរថាក្នុងការ Google មួយដែលវាងាយស្រួលហើយវាល្អដែរសម្រាប់យើងឲ្យបានដឹងអញ្ចឹងបន្តទៀតគឺ before អញ្ចឹង before នេះគឺយើងប្រើនៅពេលណាដែលយើងឧទាហរណ៍ឲ្យយកមកទៅយើងចង់រៀនពី HTML ប៉ុន្តែយើងចង់បានអា content ហ្នឹងមុនឆ្នាំណាឧទាហរណ៍មុនឆ្នាំ2023ចឹងអា content ទាំងអស់ហ្នឹងគឺវា load មកបែរថាអំឡុងឆ្នាំក្រោយមុនឆ្នាំ2023ទាំងអស់អ្នកគ្នាអាចមើល date បានតាំងពី2006មកតាំងពី2015មកឧទាហរណ៍បើសិនជាយើងចង់ research អីក៏ដោយបែរថាយើងចង់បានអាព័ត៌មានណានៅក្នុងអំឡុងឆ្នាំណាឬក៏មុនឆ្នាំណាអ្នកគ្នាអាចប្រើ before ហើយក៏ទៅដាក់ឆ្នាំបានឃើញគឺ content របស់យើងគឺសិតតែជា content ដែលផុសមុនឆ្នាំ2023ទាំងអស់ចឹងអាហ្នឹងគឺជាវិធីមួយដែលយើងក្នុងការ Google មួយឲ្យមានប្រសិទ្ធភាពដែរចឹងហើយ Google ចំណុចនេះគឺ after គឺវាផ្ទុយពី before គឺយើងរក content ណាដែលវា after ឆ្នាំហ្នឹងមកឧទាហរណ៍យើងប្រើ after 2023វិញចឹងមានថា content ដែលវាឬក៏ website ដែលវា load មកហ្នឹងគឺវាក្រោយឆ្នាំ2023ឃើញគឺ content របស់វាគឺថ្មីតាមតែផុសមកឥឡូវហ្នឹងអញ្ចឹងយើងចង់បានតែ content ថ្មីទេដោយសារអីlanguage coding language គឺគេតែងតែ programming language គឺតែងតែគេ update មករហូតអញ្ចឹងយើងចង់បាន content ថ្មីដើម្បីយើងធ្វើការ research អូខេឃើញអត់គឺតាំងពីឆ្នាំមុនឆ្នាំ2023ទាំងអស់មុនទៅក្រោយឆ្នាំ2023ទាំងអស់អញ្ចឹងអាហ្នឹងវាជាវិធី search មួយដែលវាមានប្រសិទ្ធភាពហើយវាងាយស្រួលសម្រាប់ developer ក្នុងការresearch ដោយសារ developer គឺដឹងតែត្រូវការ research ច្រើនយើងអាចចាំអីទាំងអស់ទេអូខេអញ្ចឹងចំពោះការ Google នេះអ្នកខ្ញុំយល់យ៉ាងម៉េចដែរអាចចាប់បានតន់ឬក៏ឆ្ងល់ពីចំណុចណាមួយអីអត់បាទអូខេបើយើងចង់ដាក់បែរថានៅចន្លោះឆ្នាំហ្នឹងហ្មងយើងចង់ specific ឆ្នាំហ្នឹងហ្មងយើងអាចដាក់2023បាទគឺវា load តែ content នៃឆ្នាំ2023ហ្នឹងមកទេ2023ឬក៏2023ទៅឃើញគេអាចមើលបានបើថាយើងចង់បាននៅឆ្នាំណាហ្មងគឺយើងដាក់ឆ្នាំហ្នឹងហ្មងទៅយើងដាក់អសញ្ញានេះហើយ2023បាទ
bài thay ủi thôi dương trong research po miền ấy chẳng bữa tay dương trong dương đấng ai thả po miền nó không trăm nè chứ đã trăm nên món tới viên nghe xua bữa giờ thì dương còn là xe po miền dương trong sợi đến giờ đã trăm tới vlog mau cột trăm này chẳng vì của bạn mẹ dương đây bà chẳng mình chồng ngon còn lại na fc nhở bà chẳng nhưng không ta nạp ni ai toàn ở Meridian để dương riêng ngày nắng hai bờ sân chỉ mình chồng nói lấy ai xui nhung bà bán hai bờ sân chỉ ngon trong xui nhung cái pin nắng có bán đấy là sao nhung tờ lẹ video recording này dương mà record nắng có to pi dương tiền hay bà chẳng có to móc chương châu tới can ở editor chẳng nó không programming rồi có computing bài thay cái tay từ thời ca chỉ sau cái thô muối dương pra là bấy cái đám bấy dương và cá đám bấy dương ở cái code rồi có text bởi dương nè chẳng editor đó kia ở viên chỉ chọn một page xem không ca picture developer để kia pra xem không ca bằng cái website riêng ông pi front end rồi back end ấy picture cứ kia pra chỉ muốn VS Code đấy sao ấy VS Code via ở lightweight code editor vì nghe sửa hay ở chỉ biết cứ snap ở ca một cái website món cứ dân chọn cho chất phở VS Code không ca phở hay ở VS Code via bài code editor rồi có ID đối thủ IntelliJ Eclipse PyCharm ấy nó cứ dân consider via thái chỉ ID để sai cái vi miền chỉ extension xếp snap dưới nó không nâng một phần tái snap code editor đôi chỉ cái kia đôi chỉ VS Code ní dân thời ca install nữa extension chủ yếu tới extension nó đôi chỉ dân thời ca extension nó đậm bấy run code mùi nó ở đảo ui thì khó PyCharm cho để sao ở nhóm shop pra PyCharm mình chẳng tới chẳng PyCharm ní cứ dân bậc cao lớn snap ca từ C code Python chẳng nó dương ở thời ca install chỉ extension snap từ CVT để sao ấy vì miền extension nó không năng sẽ vậy để sao với chỉ IDE ok chung thì chẳng ní cái chỉ phải check hay không nó phải chọn cứ dương phở chỉ Python sort để sao dương ở thời ca phở extension thì còn mà ta dương ai từ C code nó không code editor đi chỉ nó không bị VS Code để bán được cái này VS Code này thì dương ai từ C code nơi VS Code của bạn này còn mình tái dương thời ca install nơi extension chắc extension bây giờ chắc là nếu với chỉ VS Code chắc nhóm thành viên ở Meridian sinh tiết không ca tầm lạng VS Code rồi chia tầm lạng là extension smart làm đại ca smart web development mỗi năm chắc là nếu trong còn tập hàng ưu tiên được thì chắc một thò anh ấy cứ dương ở VS Code hay dương trong một thôi mấy như từ xe PyCharm nhưng xe Python nó không phải chạm còn mình tái bởi vì dương trong từ xe viên nó không ở chỉ VS Code với dương ai download chỉ extension chắc là nếu ai search mode này lại nếu cứ chỉ extension chắc những ai search mode Python slow tích bạn chậm tích bà slow maintain và ok chắc là nó với chỉ concept lấy vô concept nó tới dương ai từ C Python nó không ở VS Code bao nhiêu kia để đòi dương thời ca chỉ extension không cả vào việc Python extension dương còn ta download hay enable tới khi dương ai từ C Python bao nhiêu kia thì khó hai bao nhiêu ok chẳng smap extension đại diện thời ca smap ở thế nào web develop front ở smap basic web development bởi dưỡng cứ dân thời ca đây chia live server dân thời ca auto rename tag format prettier dân thời ca HTML CSS support hay ở bracket pair colorizer chẳng như nâng phải chụp thêm tiếp tục chúng một extension mùi muối cái đôi chỉ riêng tại làng extension tại ở kia như ở Meridian và top thiệt chắc ngày nắng cứ nhung kia những trò này đang ở pi concept cái đôi chỉ vô lòng pi editor được rồi đôi chỉ code editor VS Code nâng cái đôi chỉ ID đang ở này chẳng được này vô ở concept mình đang ở
ចឹងបើសិនជាការបញ្យល់របស់ខ្ញុំវារៀងលឿនអីពេកអ្នកគ្នាអាចប្រាប់ខ្ញុំតាមក្រោយបានខ្ញុំនឹងព្យាយាមបញ្យល់ឲ្យបែរថាលឿនដែលមួយដែលអ្នកគ្នាស្រួលយល់បើសិនជារៀងលឿនអីអាចខ្ញុំប្រាប់ខ្ញុំបានអូខេចឹង concept មេរៀនបន្ទាប់គឺ browser អូខេចឹងអ្នកគ្នាគឺតែងតែមាន browser ហើយ browser ហ្នឹងវាជា software application ដែលឲ្យយើងជា user យើងជា client ហ្នឹងក្នុងការ access ក្នុងការ retrieve ឬក៏មើល content នៅតាម internet ឧទាហរណ៍ Google Chrome Firefox Safari នេះដូចជានៅក្នុង iOS Google Chrome នេះ Windows របស់យើងហើយ Firefox នេះគឺយើងមាននៅលើ Windows ដែរនេះអានេះគឺសិតតែគឺ consider វា as ជា browser ហើយនៅក្នុង browser ហ្នឹងវាមាន Google ដែលជា search engine អញ្ចឹងGoogle នេះវាជា search engine សម្រាប់ឯ Google Chrome នេះវាជា browser សម្រាប់ display អ្វីដែលយើងចង់បាន content ដែលយើងចង់បានពី internet ហើយសម្រាប់ access ទៅការ browser website នេះផ្សេងៗយើងត្រូវការ internet ដើម្បី access បើយើងអត់ប្រើ internet ទេយើង access អត់បានទេអញ្ចឹង web browser ល្អមានច្រើនមានជា Google Chrome Firefox ក៏ខ្ញុំ recommend គ្នាប្រើហើយ Brave នេះគឺវាល្អមែនតើដោយសារតែវាជួយរក្សា privacy focus របស់យើងបានល្អហើយវា block ad block អីទៀតអញ្ចឹង Brave នេះគឺតាមបង្កើតមែនតែវាជា browser មួយដែលវាល្អដែរអញ្ចឹងគឺនេះគឺជា recommended web browser ដែលខ្ញុំ recommend នៅក្នុងការសិក្សា web របស់យើងអញ្ចឹងអ្នកគ្នាអាចប្រើជា Google Chrome ក៏បានអ្នកគ្នាប្រើជា Firefox ក៏បានឬក៏ជា Brave ក៏បានអញ្ចឹងនៅពេលដែលយើង run code របស់យើងគឺជា live server គឺយើង run នៅលើ browser អ្នកគ្នាអាចដាក់អានេះជា default browser ក៏បានដាក់ Brave ក៏បានដែរគឺខ្ញុំ recommend ឲ្យគ្នាប្រើ browser ទាំង3ហ្នឹងខ្ញុំសង្ឃឹមថាអូខេ browser គឺវាមានតែប៉ុណ្្នឹងអញ្ចឹងបន្តទៀតគឺយើងចូលទៅកាន់ web តែម្ដងទៅ Introduction to Web Development អញ្ចឹង Web Development គឺជា It's the process of building and maintaining website or web application that run on internet គឺជាការបង្កើតក៏ដូចជាបែរថារក្សា website ឬក៏ web application ហ្នឹងដែលវាបែរថា run នៅលើ internet អញ្ចឹងweb development គឺវាមានច្រើនប្រភេទហើយ website ហ្នឹងក៏វាមានច្រើនប្រភេទដែរ website គឺវាមានជា static website គឺដូចអ្វីដែលខ្ញុំបានបញ្យល់ដល់គ្នាពីមុនអញ្ចឹង static website ហ្នឹងគឺយើងគ្រាន់តែអាចscroll បានវាមានរូបភាពឲ្យយើងមើលក៏ប៉ុន្តែបើសិនជាយើងចង់ឲ្យវាមាន interactivity ដូចជាមាន JavaScript អីនៅក្នុងហ្នឹងគឺវាអត់មានទេដោយសារតែវាជា static websiteចឹងបន្តមកទៀតគឺ dynamic website នេះចឹង dynamic website នេះដូចខ្ញុំបានបរៀនបញ្យល់ដល់គ្នាចឹងគឺ website ហ្នឹងគឺវាមាន full functionality គឺវាអូសទៅហើយយើងចុចទៅលើនេះគឺវាមានជាinteractivity ឲ្យយើងនៅពេលយើង click ទៅវា load ទៅកាន់ app ផ្សេងចឹងអាហ្នឹងវាជា interactivity សម្រាប់ website បើ website ហ្នឹងវាមានតែអញ្ចឹងទេបើយើងគ្រាន់តែយើងអូសទៅលើទៅក្រោមយើងមើល website បានតែយើងចុចអត់បានយើងចុចអញ្ចេះវាអត់ទៅចឹងអាហ្នឹងវា consider as យើងហៅវាថាជា static website អញ្ចឹងបើសិនជាយើងគ្រាន់តែ apply HTML CSS static បើយើង apply ជា interactivity apply JavaScript ទៀតវាជា dynamic website អូខេអញ្ចឹង e-commerce website អញ្ចឹង e-commerce website នេះគឺជា website សម្រាប់លក់ដូរដែលយើងលក់អីវ៉ាន់លក់អីមួយអញ្ចឹងទៅឧទាហរណ៍blush អូខេសិនខ្ញុំមកឃើញផ្កា blush ខ្ញុំអត់អូខេជាស្រ័យអ្នកគ្នានេះអានេះវាយើងហៅវាថាជា e-commerce website
ដោយសារ website ហ្នឹងគឺយើងបង្កើតឡើងគឺសម្រាប់លក់ដូរបានហើយវាមានជា functionality ដែលយើង apply ឧទាហរណ៍មេរៀនគឺ JavaScript ហ្នឹងហើយបើសិនជាយើងចង់ចុចវាហើយវាចង់ឲ្យវាមាន interactivity ហ្នឹងចឹងនេះវាជា e-commerce website យើង slow បន្តិចអ្នកនរគ្នា Wi-Fi អញ្ចឹងនេះឃើញអត់អ្នកនរគ្នាក្នុងការចុចទៅលើ product វា load render product ឲ្យហើយនៅពេលដែលយើងចុចអាចំណុចមួយនេះទៀតហើយវា load ឲ្យយើងទៀតបែរហ្នឹងអាហ្នឹងគឺយើង apply JavaScript ហើយ slow មែនតើអូខេអញ្ចឹងអាហ្នឹងវាជា concept នៃ dynamic website ជា e-commerce websiteអូខេយើងចូលបន្តទៀត portfolio website ហ្នឹងនៅពេលដែល portfolio ហ្នឹងគឺយើងសម្រាប់បង្កើតឡើងគឺសម្រាប់ឲ្យយើងដាក់បច្ចេករបស់យើងអញ្ចឹងពេលច្រើន software developer គឺគាត់មានជា personal portfolio មួយ portfolio ហ្នឹងគឺបង្កើតឡើងគឺដើម្បីបែរថា showcase បង្ហាញអំពី project ដែលគាត់បានធ្វើបង្កើតអំពី website ដែលគាត់បានធ្វើអញ្ចឹងពេលច្រើន developer គាត់តែងតែមានជា personal portfolio ហើយនៅពេលដែលយើង apply ការងារទៅណាក៏ដោយជា web developer ជា software developer គឺគេអាចនឹងសួរដែរថាយើងមានជា portfolio ដោយសារគេចង់ដឹងថាយើងមានជា project អីធ្វើហើយខ្លះយើងមាន skill គេខ្លះយើងប្រើជា language អីគេខ្លះអញ្ចឹងហើយបានជាយើងមានជា personal portfolio website អញ្ចឹងអ្នកគ្នានៅពេលដែលគ្នារៀនអំពីweb development មួយនេះនៅពេលណាអ្នកគ្នាបង្កើតជា website មួយមិនថាវាជា static website ឬក៏ជា dynamic website ទេនៅពេលដែលយើងរៀនយើងនឹង practice ហើយអ្នកគ្នាគួរណាតែមានបង្កើតជា portfolio website មួយដើម្បីបង្ហាញអំពី skill ឬក៏ website អ្នកគ្នាបានបង្ហាញអញ្ចឹងទៅអូខេអញ្ចឹងបន្តទៀតអញ្ចឹងខ្ញុំថាអ្នកគ្នាអាចតាមខ្ញុំបានយើងគ្រាន់យល់ពី concept ប៉ុណ្្នឹងសិនទេហើយបន្តមកគឺយើងចូល blog ក៏ដូចជា content website អញ្ចឹងអា blog ហើយគឺជា content website នេះពីច្រើនគឺតកតងជាមួយនឹងការ publish ការ post ទៅលើ article news ក៏ដូចជា tutorial អីផ្សេងៗអញ្ចឹងអាហ្នឹងវាដូចឧទាហរណ៍យើងចូលទៅកាន់ fresh news ទៅយើង consider យើងចាត់ទុក fresh news ជា blog ដែលសារតែវា post អំពីព័ត៌មានផ្សេងៗវា post អំពី article អីផ្សេងៗអញ្ចឹងយើងហៅវាថាជា blog ឬក៏ជា content website ដូចជា medium ផ្សេងៗហ្នឹងវាជា content website ដែរmedium គឺសម្រាប់blog អញ្ចឹងចាំខ្ញុំបង្ហាញអ្នកនេះតិចទៀតអានេះក៏សិតតាំងតែជា article ហើយ news ដែលគេបាន post publish ឲ្យយើងអាចចូលមើលបានអញ្ចឹង medium media នេះគឺជា blog website ឬក៏ជា article ដែរដែលគេបាន post កិច្ចការរបស់គេឬក៏ជា story ជាអីផ្សេងៗនៅលើហ្នឹងគឺគេហៅវាថាជា content ឬក៏ blog website គេអាចមើលបានហ្នឹងគឺជា medium អូខេអញ្ចឹង web application អញ្ចឹង web application ហ្នឹងវាជា software បែរថាវា software like functionality ដែលអាចឲ្យ user client យើងអាច interact យើងអាចធ្វើ task តាម online បានឧទាហរណ៍អីគេឧទាហរណ៍ដូចជា Google Docs វា consider យើងអាចហៅវាថាជា web application ដូចជាអីគេដូចជា Trello ដូចជា Gmail ហ្នឹងគឺសិតថឹងតែជា web application អូខេអញ្ចឹងបន្តទៀតយើងចូលទៅកាន់ educational website អូខេអញ្ចឹង educational website ហ្នឹងដូច website ណាដែលវាផ្ដោតទៅលើការបែរថាសន្ទនា interaction ក៏ដូចជាការអត់ទេវាជា website មួយដែល focus ទៅលើការសិក្សា learning resource ក៏ដូចជា online course ដូចជាអីគេដូចជាឧទាហរណ៍ដូចជា Coursera ហ្នឹងគឺយើងអាចហៅវាថាជា educational website ដោយសារអីនៅក្នុងនោះវាមានជា online course ច្រើន online course ខ្លះគឺវា free ទៀតអ្នកគ្នាអាចចូលរៀនទៅកាន់នឹងបានដោយសារតែនៅពេលយើងរៀនចប់យើងអាចទទួលបានជា certificate ឲ្យយើងទៀតអញ្ចឹងសម្រាប់ Coursera គឺវាល្អអញ្ចឹងដោយសារតែវាជា online learning platform ដែលយើងមាន course យើងអាចរៀនបានរៀនណាក៏បានដែរដោយសារ
វាមានវីដេអូស្រាប់ឲ្យយើងអូខេនេះគឺជា Coursera នេះគឺសឹងតែជា educational website ដែរដូចជា Udemy edX អីនេះគឺ edX នេះគឺក៏មានជាមេរៀន online ថ្មីទាក់ទងជាមួយនឹង IT skill មិនថា IT អីក៏មានដែរនៅលើហ្នឹងហើយវាអាចនឹង free ទៀតនៅពេលរៀនចប់យើងអាចបាន certificate ដាក់នៅក្នុង CV ឬក៏ resume របស់យើងទៀតអញ្ចឹងវាល្អថងហ្នឹងហើយវា consider it as educational website ហ្នឹងហើយបាទចាំតិចអ្នកគ្នាបាទខ្ញុំសង្ឃឹមថាខ្ញុំអាចអ្នកគ្នាអាចតាមខ្ញុំតន់គឺខ្ញុំបញ្ចូលអត់លឿនពេកអូខេអញ្ចឹងបន្តមកយើងចូលទៅកាន់ social media ឬជា community website អញ្ចឹងយកទៅcommunity website ឬក៏ social media ហ្នឹងគឺវាសម្រាប់ interaction វាក្នុងការចែកម្លែករវាង user ឬក៏ client ហ្នឹងឧទាហរណ៍ស្រួលៗទៅដូចជា Facebook ហ្នឹងវាជា social media ហើយវាជា community website មួយដែលយើងអាចចែកម្លែកព័ត៌មានយើងអាច add ទៅគេយើងអាចធ្វើអីចឹងទៅអូខេដូចជា Reddit ដែរ Reddit នេះគឺយើងអាចតំណាក់តំណងជាមួយនឹងគេផ្សេងយើងឆ្ងល់អីយើងអាចសួរនៅតាម Reddit ហ្នឹងបានហើយតែគេឃើញគេ respond អញ្ចឹងអាហ្នឹងវាជាកន្លែងមួយដែលយើងចែកម្លែកបែរថា sharing between user អញ្ចឹងទៅអូខេ Reddit ហើយក៏ដូចជា Stack Overflow ដែរ Stack Overflow នេះគឺសម្រាប់ developer គឺពីច្រើនគាត់បែរថា code ណាដែលគាត់កាំងកន្លែងណាមួយពីច្រើនគាត់សួរទៅកាន់ Stack Overflow ហើយវាមានជាបែរថាគេមានជា solution ឲ្យគាត់យើងចូលមើល Stack Overflow យើង search មើលអំពីការ solve problem ពីគេពីមុនមកទៅគេមានជា solution ឲ្យយើងអញ្ចឹងចាហ្នឹងវាជា community website ដែរជា slow បន្តិចអ្នកនេះហើយ developer គឺគួរណាតែពីច្រើនមើលលើ Stack Overflow ទៅយើងឆ្ងល់កន្លែងណាយើងអាចសួរទៅកាន់យើងអាចចូល Google search មើលអំពី problem មួយហ្នឹងទៅសម្រាប់ developer ប៉ុន្តែឥឡូវហ្នឹងពីច្រើនយើង develop មិនថា developer ទេសិស្សឥឡូវហ្នឹងតែអត់សូវតែឆ្ងល់កន្លែងណាមួយគឺពីច្រើនសួរតែ AI គឺលឿនដោយសារតែ AI គឺវាលឿនក៏ប៉ុន្តែ AI វាអត់ accurate ទេដូច ChatGPT នេះបើឲ្យទៅសរសេរ code អីហ្នឹងគឺវាជួយយើងបានច្រើនមែនក៏ប៉ុន្តែបើថា accurate ហ្មងគឺវាអត់ accurate 100% ឲ្យយើងទេអញ្ចឹងយើងគួរណាតែចេះហើយយើងជាអ្នកបែរប្រើយើង control AI ហ្នឹងឲ្យវាជួយយើងវិញអូខេអញ្ចឹងអាហ្នឹងគឺសម្រាប់ website អញ្ចឹងអ្នកគ្នាតែយើងចេះHTML CSS ក៏ដូចជា JavaScript គឺយើងអាចធ្វើ website បានទេ website មួយណាក៏បានយើងអាចធ្វើបានដែរគាត់ថាវាគ្រាន់តែជា front end វាមាន server វាមានជា database ក្នុងការ store website អីចឹងក្នុងការ store data អីចឹងទេយើងគ្រាន់តែអាចមើលអាចផ្ដល់ interactivity យើងបានអញ្ចឹង web development គឺគេបានបែងចែកជា3 type two main types of web development គឺមាន2ទី1គឺ front end គឺអ្វីដែលយើងរៀនហ្នឹងគឺវាតាក់ទងជាមួយនឹង layout ទៅលើ content ក៏ដូចជា animation navigation អីផ្សេងៗហ្នឹងគឺ programming ដែលយើងប្រើសម្រាប់ basic web development គឺយើងប្រើ JavaScript HTML CSS JavaScript interactivity HTML សម្រាប់ជាក្រុមឆ្អឹង structure CSS សម្រាប់ style website របស់យើងឲ្យវាមានសព្វភាពល្អអូខេអញ្ចឹង backend អីគេ backend គឺវា focus ទៅលើអីគេ building code debugging and database management អញ្ចឹងឲ្យតាក់ទងទៅនឹង server តាក់ទងជាមួយនឹងការបែរថា maintain server គឺ backend developer គឺជាអ្នកទទួលខុសត្រូវជា handle អញ្ចឹងសម្រាប់backend ហ្នឹងគឺយើងមានអាចប្រើអីខ្លះគឺ backend គឺយើងមានជម្រើសច្រើន front គឺយើងមានជម្រើសច្រើនដែរ backend គឺយើងប្រើឧទាហរណ៍ Node.js ខ្ញុំមិននិយាយអញ្ចឹង Java យើងរៀន JavaScript យើងសរសេរ backend ក៏បានដែរ JavaScript នេះគឺវាបែរថាវាអាចប្រើបានច្រើនយើងអាចទៅប្រើ JavaScript សម្រាប់សរសេរ web
ប្រើ JavaScript សម្រាប់សរសេរ mobile សរសេរ front end សរសេរ back end សរសេរ gaming ក៏បានអញ្ចឹងគឺវាបាយថាវាអាចសរសេរបានច្រើននៅពេលដែលយើងរៀន JavaScript ក៏ប៉ុន្តែសម្រាប់ web development យើងនេះយើងគ្រាន់តែរៀនអំពី basic JavaScript ទេយើង apply function យើងប្រើ digital manipulation ក្នុងការចាក់ HTML element អញ្ចឹងយើងបញ្ចូលឲ្យបានត្រឹមត្រូវពេលដែលយើងចូលមេរៀន JavaScript ឧទាហរណ៍បងនេះអញ្ចឹងអូខេ front end development client side យើងអាចហៅថាជា client side ឬក៏ជា interface គឺវាច្រើនវាតកតងជាមួយនឹងផ្ដល់ជាសោភ័ណភាពទៅកាន់ user ជា client របស់យើងឲ្យគាត់មើលហើយគាត់បាន click ឬក៏បែរថាអូសលេងជាមួយនឹង website មួយនឹងនៅតាមក្នុង browser ហ្នឹងអញ្ចឹងនៅក្នុង technology នៅក្នុងហ្នឹងដូចខ្ញុំនិយាយអញ្ចឹង HTML CSS JavaScript ហើយឥឡូវហ្នឹង JavaScript គឺវាមាន framework ច្រើនសម្រាប់ឲ្យយើងប្រើដូចជា TypeScript ដូចជា Node.js យើងក៏អាចប្រើជា React.js ឬក៏ AngularJS អានេះវាសឹងតែជា framework ទេក៏ប៉ុន្តែបើសិនជាយើងពី basic មកគឺយើងរៀនអំពីអា3នេះយើងចេះអា3នេះនៅពេលដែលយើងចេះ JavaScript យើងអាចបន្តទៅរៀនជា React.js ឬក៏ជា TypeScript បានបន្តទៀតនៅពេលណាដែលយើងចប់ course មួយនេះទៅអូខេជាអូខេ back end development ឬក៏ជា server side គឺ handle ទៅលើគេ logic នៅពីក្រោយ web មួយហ្នឹងអញ្ចឹងអាហ្នឹងវាត្រូវការជាមួយគេយើងត្រូវការជាមួយ database ហ្នឹងគឺយើងប្រើសម្រាប់ store information ឧទាហរណ៍នៅពេលណាដែល user របស់យើងគឺគាត់ចង់ឈ្មោះ login នៅក្នុង website ណាមួយអញ្ចឹង information ហ្នឹងដើម្បីឲ្យវា store បានគាត់ត្រូវប្រើ database នៅពេលដែលគេសរសេរ login form store ឈ្មោះ store អាយុ store email ផ្សេងៗនៅក្នុង database ហ្នឹងហើយកុំឲ្យវាដើម្បីកុំឲ្យវាបាត់អញ្ចឹង server ហើយមួយទៀត back end ទៅជាមួយ server ហ្នឹងហើយក៏ដូចជា API អញ្ចឹងអា concept API នេះគឺអញ្ចឹងនៅពេលណាដែលយើងចង់ឲ្យ front end request ទៅកាន់ back end អូខេយើង click អីទៅមួយយើង click អីមួយហើយថាយើងចង់ request វា send បែរថា request API ទៅកាន់ server បែរថា response ជាលក្ខណៈបែរថា API ហ្នឹងទៅកាន់ front end វិញអូខេអាហ្នឹងវាជា concept មួយសម្រាប់ web development វា consist of វារួមបញ្ចូលដល់គេដល់ front end ប្រើ API ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក back end ឬជា database អូខេ database ហ្នឹងគឺយើងអាចប្រើជា MySQL PostgreSQL ឬជា MongoDB ហើយនៅពេលណាដែលយើងបែរថាយើងចេះទាំង front end យើងចេះទាំង back end យើងចេះទៅសេយើងចេះបង្កើត server យើងចេះ handle API handling រវាង front end ធ្វើការ communicate ជាមួយនឹង back end ហើយយើងចេះ database ទៀតអញ្ចឹងអាហ្នឹងគេហៅវាថាជា full stack development បែរថាយើង combine ទាំង front end និង back end skill អញ្ចឹង front end development ហ្នឹងគឺគាត់ធ្វើទាំងអស់ front end ក៏គាត់ធ្វើ back end ក៏គាត់ធ្វើគាត់បង្កើត server គាត់ handle logic ទៅហើយហ្នឹងគាត់បែរថាគាត់ design website interface ហ្នឹងគឺ front end full stack developer គាត់ធ្វើទាំងអស់អូខេបន្តមកយើងចូលទៅកាន់ចំណុចចុងក្រោយkey concept នៅក្នុង concept នៅក្នុង web development ហ្នឹងមានអីគេខ្លះអញ្ចឹងទី1គឺ responsive design អូខេប៉ុន្តែមុននឹងចូលបន្តទៀតអ្នកគ្នាយល់អំពី front end ឬក៏ back end ហ្នឹងដែរបើមិនមានចម្ងល់គឺយើងអាច stop សិនបានគាត់ថាខ្ញុំអាចយើងលឿនបន្តិចអូខេចាខ្ញុំគិតថាអ្នកគ្នាយល់អំពី concept មួយហ្នឹងហើយនិយាយទៅធ្វើម៉េចយើងអាចចូលយើងនៅពេលដែលយើងចូល technology យើងចង់ទៅសេ website យើងត្រូវដឹងថាយើងចង់ទៅសេយើងចង់ទៅសេ front end យើងចង់ design website យើងចង់ style website របស់យើងឬយើងចង់ធ្វើខាង server គឺយើង handle អាខាង logic ឯហ្នឹង logic ខាងចាប់ API ឯហ្នឹងហើយបើយើងចេះទាំងពីរទៀតអាហ្នឹងកាន់តែល្អយើងខ្លាចជា full stack web developer យើងបង្កើតខ្លួនឯង server ខ្លួនឯងធ្វើអីខ្លួនឯងទាំងអស់ host website ខ្លួនឯងទៀតអញ្ចឹង full stack developer គឺបើថាជា full stack developer គឺយើងខ្លាំងហើយនេះគឺជាprogramming language ដែលយើងអាច apply បានសម្រាប់ full stack developer ហ្នឹង
សម្រាប់ back end ពីច្រើនគឺគេអាសាប្រើ PHP ឬជា Laravel គេអាសាប្រើច្រើនហើយ front end យើងអាចបើសិនជាយើងចប់ JavaScript យើងចង់រៀនជា framework អីផ្សេងខ្ញុំ recommend គ្នារៀនជា React.js AngularJS ក៏បានទៅ framework វាជំនួយដល់យើងបាទយើងអាចវាមានជា method បែរថាល្អយើងច្រើនអូខេអញ្ចឹងនេះជា concept សម្រាប់ web development របស់យើង concept ហ្នឹងមានគេខ្លះមានដូចជា responsive design អញ្ចឹងនិយាយស្រួលយល់ទៅអូខេឧទាហរណ៍ responsive ហ្នឹងគឺនៅពេលណាដែលwebsite របស់យើងហ្នឹងគឺវា adjust ទៅតាម skin size របស់យើងឧទាហរណ៍នៅតាម web ឧទាហរណ៍បើ laptop របស់យើង skin size របស់វា full ប៉ុណ្ណឹងប៉ុន្តែ website ហ្នឹងវាអាច adjust ទៅតាម skin size របស់យើងបានឧទាហរណ៍យើងចូលទៅកាន់ Coursera នេះទៅហើយយើងចុចកន្លែងយើងចុចinspect នេះគឺជា developer debugger tool អ្នកគ្នានឹងត្រូវប្រើ inspect នឹងច្រើននៅពេលអ្នកគ្នារៀនអូខេនេះអានេះគេហៅថាជា responsive បែរថានៅពេលដែលយើងបង្រួម website របស់យើងមិនថាធំមិនថាតូចទេគឺវាមានជា layout មួយដែល layout ដែលតាមទំហំមួយនឹងគឺវាមានជា layout អូនេះជាចាច់មើលតាមនេះបានឧទាហរណ៍យើងចង់ដាក់នៅក្នុង iPhone 14 Pro Max វាមិនវិញគឺវាចេញចាអញ្ចឹងអាហ្នឹងយើងហៅវាថាជា responsive ដែរអ្នកគ្នានឹងប្រើ responsive ដែរនៅក្នុងការបង្កើត website យើងនឹងបរិញ្ញាអ្នកគ្នាយើងប្រើជា Mary Curie ក្នុងការបង្កើតជាក្នុងការប្រើ apply responsiveness អញ្ចឹងនេះសម្រាប់ iPhone ឧទាហរណ៍យើងចង់ដាក់ទៅកាន់ iPad មិនវិញនេះឃើញអត់ responsive តាមនឹងបានថា content របស់យើងវាអត់ញ៉ៃទេវាមាន layout ស្អាតទៅតាមទំហំ website របស់យើងផ្សេងៗទៀតហើយទំហំ website របស់យើងគឺវាមានច្រើនអូខេឧទាហរណ៍ responsive website responsive designអូខេឥឡូវអាចយល់បានហើយថា responsive គឺបែរថា website របស់យើងគឺវាអត់បាន layout ហ្នឹងគឺការរចនា website របស់យើងទៅតាមទំហំនៃបែរថានៃ desktop ឬក៏ tablet ឬក៏ smartphone របស់យើងអាហ្នឹងគឺជា responsive design អញ្ចឹងបន្ថែមទៀតជា version control អញ្ចឹង version control អ្នកគ្នានឹងត្រូវរៀនអំពីគេនឹង GitHub ឯងស្អីគេឧទាហរណ៍បើយើងទៅសេកូដយើងមាននៅក្នុងយើងធ្វើការជាក្រុមយើងទៅសេកូដបង្កើត website ហើយអ្នកគ្នាមានទូនាទីរបស់ខ្លួនក្នុងការបង្កើត website ឧទាហរណ៍ខ្ញុំ handle ការសរសេរ structure អ្នកគ្នាជាអ្នក style ហើយបន្តមកអ្នកគ្នាចង់ការ structure របស់ខ្ញុំហើយឥឡូវបើសិនជាយើងអត់ប្រើ GitHub ទេអ្នកគ្នាចង់ send ជា zip code ឲ្យគ្នាតាម Telegram អាហ្នឹងវាជាអញ្ចឹងការដែលយើង send zip code ឲ្យគ្នាទៅវិញទៅមកនេះអាហ្នឹងវាអត់ជាការ best practice ទេដោយសារអីឧទាហរណ៍បើយើងការចាប់មួយហើយយើងត្រូវ send zip code ឲ្យគ្នាតាម Telegram យើងការចាប់មួយយើង send zip code ឲ្យគ្នាតាម Telegram អញ្ចឹងវាចំណាយពេលយូរវាអត់ល្អចឹងហើយបើសិនជា developer គាត់ប្រើទៅលើ GitHub ឬក៏ Git ចឹងអាពីរនេះវាបែរថាវា track code changes ហើយវាបែរថាវា merge code រវាងបែរថាយើងក៏ដូចជា code របស់មិត្តភក្តិយើងនឹងចូលគ្នាតែមួយហើយទោះបីជាឧទាហរណ៍បើយើងបាត់ file អីក៏ដោយឲ្យតែយើង push នៅទៅលើ GitHub ទៅអា code របស់យើងហ្នឹងគឺវានឹង save every version ដែលយើងបាន change ចឹងហ្នឹងគឺជា version control វាគឺជា developer tool ឬក៏ website បង្កើតឡើងគឺសម្រាប់ developer តែម្ដងអញ្ចឹងទីមួយនេះគឺជា website hosting អញ្ចឹង website hosting ឲ្យយល់ទៅនៅពេលដែលយើងទៅសេអញ្ចឹងនៅពេលដែលយើងមាន website ហើយបើស្អីយើងគ្រាន់ថាឧទាហរណ៍ចាស់ខ្ញុំមានជា index folder អានេះខ្ញុំអាច មើលខ្ញុំ open line server អញ្ចឹងអានេះនៅពេលខ្ញុំ open line server ទៅមានតែខ្ញុំទេដែលខ្ញុំអាចមើលបានដោយសារខ្ញុំ open នៅក្នុង line server នៅក្នុង local របស់ខ្ញុំអញ្ចឹងបើសិនគេចង់មើលក៏អត់មានដែរបើខ្ញុំអត់ send link ឲ្យគឺអត់មានតែម្ដងអញ្ចឹងអា concept នៃ web hosting ហ្នឹងគឺយើង host website របស់យើង
ឧទាហរណ៍នៅលើ web GitHub ឬក៏ Netlify ដើម្បីឲ្យគេផ្សេងមិត្តភក្តិរបស់យើងណាគេយើងចង់បែរថាយើងចង់បង្ហាញពី website យើងមកបង្កើតឡើងគឺជា website hosting បែរថាយើងចង់ឲ្យគេមើលឃើញដែរវាចេញពី local របស់យើងទៅក្នុង GitHub អីចឹងទៅចឹងហ្នឹងវាជា concept នៃwebsite hosting ចឹង domain name ចឹងនេះគេ domain name www នេះវា consider as domain name domain name គឺឧទាហរណ៍ខ្ញុំឧទាហរណ៍មួយចាំតិចណានេះចាំតិចណានេះខ្ញុំសុំពេល2នាទីខ្ញុំមកវិញហើយបាទអញ្ចឹងបន្តទៀតអញ្ចឹង domain name ឧទាហរណ៍ដូចអានេះគឺជានៅពេលដែលខ្ញុំ host នៅលើ live server អញ្ចឹងនៅពេលដែលខ្ញុំ copy មកហើយយើងដាក់វានៅក្នុងអីគេឧទាហរណ៍អញ្ចឹងអានេះយើង consider វាជា domain name ដោយសារគេអានេះវាជា local បែរថា web address របស់យើងហើយដោយសារតែយើងបែរថាប្រើវាយើងនៅពេល open website របស់យើងនៅក្នុង counter របស់យើងចឹងអានេះយើងហៅវាថាជា local web address URL តែបើសិនជាខ្ញុំបិទវាចាបើថាខ្ញុំបិទ live server ឧទាហរណ៍ខ្ញុំបិទខ្ញុំបិទ restart ទៅបើសិនខ្ញុំចូលទៅកាន់ link នេះគឺវាអត់ដើរទេឃើញវាអត់ដើរទេអូខេអញ្ចឹងបន្តទៀត API អញ្ចឹង API គឺជា concept ដែលខ្ញុំបានបញ្ចូលវាគ្នាបានបន្តិចដែរគឺបែរថាវាអនុញ្ញាតឲ្យ website ហ្នឹងបែរថាពី front end របស់យើង interact ជាមួយនឹង back end របស់យើងតាមរយៈ API បើមិនជាអត់មាន API ទេយើងអាច send បែរថាជា information ពី client ពី front end ទៅកាន់ server បានទេបើមិនជាយើងអត់ប្រើ API ហើយឧទាហរណ៍ដូចជានៅក្នុងខ្ញុំមានជា website មួយដែលខ្ញុំបានប្រើ API ដូចគ្នាក្នុងការ interact ក្នុងការចាប់បែរថាក្នុងការចាប់ data ឬក៏ mock up data ឧទាហរណ៍ដូចជា dummy JSON នេះជា fake free REST API យើងអាចប្រើវាសម្រាប់មានជា fake បានន័យថា data JSON data ផ្សេងឧទាហរណ៍ product នេះឃើញអត់អញ្ចឹងដើម្បីចាប់ product ទាំងអស់នេះបានគឺយើងត្រូវប្រើ API ដែលយើងប្រើfunction fake នៅក្នុង JavaScript អញ្ចឹងអ្នកខ្ញុំគ្រាន់តែអាចយល់សិនទេកុំតន់ជាក្បាលអីពេកទេដោយសារ concept ហ្នឹងគឺខ្ញុំនឹងបញ្យល់អ្នកគ្នានៅពេលយើងចូល JavaScript អញ្ចឹងយើងប្រើ API ដើម្បីចាប់ជាព័ត៌មានបែរថាទំនាក់ទំនងពី front end ទៅ back end ឲ្យយល់កន្លែងហ្នឹងសិនអូខេនេះដូចជាមេរៀនសម្រាប់ដូចគ្នាសម្រាប់ tool សម្រាប់ដែលយើងត្រូវការសម្រាប់ beginner របស់យើងអ្នកខ្ញុំចង់ឲ្យអ្នកគ្នា download VS Code ឲ្យហើយទៅដែលស្អែកយើងនឹងចូលបង្កើត setup ឲ្យហើយអញ្ចឹងខ្ញុំបង្ហាញទៀតហើយអានេះជា browser ដែលយើងប្រើអ្នកគ្នាអាចប្រើជា Chrome Firefox ឬក៏ជា Brave ដែលខ្ញុំបាននិយាយអញ្ចឹងអានេះអ្វីដែលខ្ញុំប្រើឥឡូវហ្នឹងគឺខ្ញុំប្រើ Brave ដោយសារតែវាបែរថា privacy security វាល្អវាអត់មាន load ad មកញញឲ្យយើងទេហើយវា safe មួយទៀតអញ្ចឹងវាច្រើន developer គាត់ច្រើនគឺគាត់ឥឡូវហ្នឹងគាត់ប្រើ Brave វាល្អហើយ version control គេ GitHub ខ្ញុំបញ្យល់ហ្នឹងហើយជា local server ដែលយើងបាន local server យើងប្រើ Live server extension ក្នុង VS Code អូខេអញ្ចឹងឥឡូវហ្នឹងថ្ងៃហ្នឹងខ្ញុំគ្រាន់តែចង់ឲ្យខ្ញុំយល់ពី concept ហ្នឹងទេហើយខ្ញុំចង់ឲ្យអ្នក download VS Code សិនអញ្ចឹងមុននឹងខ្ញុំចូលបង្ហាញអ្នកចង់សួរសិនអ្នកយល់អំពី concept ដែលខ្ញុំបានបរៀននៅថ្ងៃហ្នឹងអត់ហើយបើសិនជាអត់យល់កន្លែងណាអីខ្ញុំអាច
go over បញ្យល់គ្នាបន្ថែមមកដោយសារឥឡូវយើងនៅសល់ពេលដែរបាទចឹងអាហ្នឹងវាជាបាទចឹងវាជា concept ទេសម្រាប់ឲ្យយើងយល់មុននឹងយើងចូលរៀន web development ហើយយើងត្រូវដឹងថាឥឡូវហ្នឹងយើងរៀន web ហ្នឹងនៅក្នុង type អីគេឥឡូវយើងរៀនពី front end ចឹងទៅហើយអា concept API នេះអ្នកគ្នានឹងយល់នៅពេលអ្នកគ្នារៀនអំពី back end នៅពេលយើងចង់ communicate ពីចឹងនៅពេលអ្នកគ្នាចប់ពី front end យើងចង់រៀន back end ខ្ញុំ recommend នេះរៀន back end ទៅហើយយើងចេះ back end មួយទៀតគឺយើងអាចបង្កើត website មួយដែលខ្លួនឯងបានដែលវាមានដំណើរការអញ្ចឹងទៅMicrosoft គេដែរMicrosoft ជប់អញ្ចឹង Microsoft មែនអូខេ Microsoft Edge ឥឡូវបើសិនជាអានេះក៏ប្រើបានដែរគឺវាល្អដែរខ្ញុំធ្លាប់ប្រើ Microsoft Edge ពីមុនមកដែរក៏ប៉ុន្តែបើសិនជាយើងចង់បានជា privacy យើងអត់ចង់ឲ្យមានវា load ad load អីមកយើងអាចប្រើ Brave ឬ Brave បានហើយឬក៏ Google Chrome តែសម្រាប់ការ download នោះយើងគ្រាន់តែចុចឧទាហរណ៍យើងចង់ download Google Chrome យើងគ្រាន់តែចុច Google Chrome នេះហើយគ្រាន់តែ download វាតែប៉ុណ្្នឹងទេ Brave ហ្នឹងក៏ដូចគ្នាបើសិនជាបងឯងចង់ប្រើជាចង់ដូរប្រើ Brave ឬក៏ Google Chrome វិញបាទអញ្ចឹង Brave គឺវា safe ហើយវា private បែរថាវាមាន ad អីញ៉ៃយើងទេវា safe ខ្លាំងមែនតើសម្រាប់ការប្រើបាទអញ្ចឹងមានចម្ងល់អីផ្សេងអត់បាទអញ្ចឹងមួយទៀតខ្ញុំចង់ឲ្យអ្នកគ្នា download VS Code ឲ្យហើយទៅខ្ញុំជួយទៅកាន់ link VS Code ឲ្យដោយសារយើងនឹងស្អែកយើងចូលមក set up ចូលតែម្ដងអត់ដើរបាទអ្នកគ្នាអត់ដើរអត់ដើរអ្នកគ្នាអាចចូល VS Code ចាំខ្ញុំ send link ឲ្យនៅខាងក្រោយហើយបើសិនអ្នកគ្នាប្រើ Mac អ្នកគ្នាអាច down version Mac អ្នកគ្នាប្រើ Windows អាច down ជា Windows បាន slow អញ្ចឹងអ្នកគ្នាមានតែអ្នកគ្នាខ្លះដែលមាន VS Code ដែរទេធ្លាប់ប្រើពីមុនមកអីអត់ទេបាទថ្មីបាទអញ្ចឹងអាច down VS Code សម្រាប់ Windows នេះបានខ្ញុំនឹងតម្លាក់ link ឲ្យតាមក្រោយអញ្ចឹងសម្រាប់ថ្ងៃហ្នឹងគឺយើងមានតែប៉ុណ្្នឹងទេហើយដោយសារយើងគាត់តែរៀន concept ទេហើយឥឡូវយើងអាចយើងសិត10នាទីគឺខ្ញុំគិតថាយើងអាចសម្រាប់បានពីលើទៅមួយទៀតអ្នកនរគ្នាបាទតែមួយទៀតខ្ញុំចង់និយាយរឿងមួយដោយសារតាខ្ញុំមុនដំបូងកម្រងខ្លះរបស់យើងគឺចង់ start ពីម៉ោង7ដើម្បីឲ្យយើងចប់មកទៅម៉ោង8កន្លះអីទៅក៏ប៉ុន្តែដោយសារតាខ្ញុំចប់បរិញ្ញាថ្នាក់មួយទៀតដែលគេទៅប្រាប់មកម្សិលមិញថាគេចាប់ទៅម៉ោង7អញ្ចឹងទៅខ្ញុំអាចនឹងជិះមកផ្ទះថាម៉ោង7កន្លះឬក៏ឧទាហរណ៍បើខ្ញុំមក7មក15ហើយខ្ញុំតម្លាក់ឲ្យបានលឿនបំផុតឲ្យអ្នកនរគ្នាកុំឲ្យយើងចាប់យូរពេកអញ្ចឹងទៅអញ្ចឹងខ្ញុំសូមមកគ្នាយល់កន្លែងហ្នឹងដែរបាទអញ្ចឹងអរគុណសម្រាប់ការយល់គ្នាចាអរគុណហើយអញ្ចឹងខ្ញុំនឹង send website ខ្ញុំមិន send link ក្នុងការ download VS Code ហើយស្អែកយើងនឹងចូល set up VS Code live extension ក៏ដូចជារៀនអំពី GitHub ដូចគ្នាចាអរគុណច្រើនបងអញ្ចឹងបងអាចសម្រាប់បាន